ជាបឋមសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គថ្មភាពសូមចម្រើនពរសម្ដេចទ្រង់ឯកឧត្តមនៃអង្គញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនប្រុសស្រីយុវជនយុវតីកម្មករកម្មការិនីជនរួមជាតិរួមសាសនាទាំងអស់នៅក្នុងគណៈពេលនេះខ្ញុំព្រះករុណាអាត្មាភាពមេត្តាបាឡោដុងចាន់នីនឹងអាននៅកំណាព្យស្ដីអំពីសុចរិតទាំង3ប្រការដែលនិពន្ធដោយខ្ញុំកណាអំពីសុចរិតទាំង3ប្រការអ្នកដែលប្រព្រឹត្តអំពើសុចរិតកាយវាចាចិត្តបានល្អប្រពៃដើរតាមមាគានៃព្រះចិនស្រីរស់មានសេរីសារៈជីវិតអំពើដែលល្អទៅតាមផ្លូវកាយរីករាយសប្បាយកាយសុចរិតមិនកាប់សម្លាប់និងចាប់ជំរិតលំរំលោប្រព្រឹត្តទង្វើពាលារីឯវជ័យសុចរិតនោះវិញមិនពោលពោពេញដោយពាក្យមុសានិយាយចាក់ដោតព្រមទាំងផ្លែផ្កាប្រតិចបដាសារយរាយឥតន័យរីពាក្យសំដីវជ័យវាចាបើមានអ៊ីសាគ្រប់វ័យទាំង3សេចក្តីច្រណែនសង្កត់ប្រុសស្រីវាចាហាស្ដីនៅពាក្យមិនពិតទោះបីរឿងនោះជារឿងមិនសមពោលពាក្យបន្លំវាចាប្រឌិតចេះតែនិយាយក៏ព្រោះពីចិត្តរឿងគ្មានការពិតដោយសារច្រណែនមโนសុចរិតគឺចិត្តល្អពិតរស់នៅតែងគិតចេះរៀបបែបផែនមិនគិតសំឡឹងចង់គ្មានព្រំដែនរស់នៅបត់បែនរីករាយគេបានអំពើព្យាបាទបៀតបៀនគេឯងចិត្តគិតដោយផ្សែងព្យាបាទខ្លួនប្រានឲ្យគេរស់នៅពុំបានសុខសានខ្លួនល្អប៉ុន្មានជាងអ្នកដតីសម្មាទិដ្ឋិគឺយល់ឃើញត្រូវតាំងពីឥឡូវច្បាស់ជាប្រពៃអប់រំផ្លូវចិត្តរស់នៅមានន័យសេរីជីវិតដោយសុចរិត3សូមអនុមោទនា